ខែនេះសបោស្វាយសង្អីចង់ហូបស្វាយត្រាំទិញគេដូចមិនសមព្រោះអីស្វាយខ្លួនឯងផ្លែឡើងពេញដើមយើងធ្វើតែ2យប់3យប់អីបានហូបឲ្យសំខាន់ណាគឺស្រួយឆ្ងាញ់ទៀតស្វាយដែលខ្ញុំយកមកធ្វើស្វាយត្រាំនេះគឺក្តាប់ស្វាយកែលម្អៀតនឹងឯងបងប្អូនទាំងគ្នាយើងយកអាក្តាប់តូចៗអញ្ចេះនៅពេលដែលវាអត់ទាន់ដាក់រលាយអញ្ចឹងគឺយើងធ្វើទៅគឺវាស្រួយឆ្ងាញ់អាធំក៏យើងអាចយកមកធ្វើជាស្វាយត្រាំបានដែរគ្រាន់តែថានៅពេលដែលវាដាក់រលាយហើយហ្នឹងគឺយើងយកមកធ្វើជាស្វាយត្រាំវាអត់សូវជាស្រួយឆ្ងាញ់ដូចអាទូអញ្ចេះទេហើយខ្ញុំយកស្វាយហ្នឹងយកមកចិតឲ្យបានស្អាតហើយយើងលាងឲ្យបានពីទឹកទៅព្រោះអីយើងទំបេះថ្មីអញ្ចឹងវាមានជាតិជ័រច្រើនអញ្ចឹងណាបងប្អូនទាំងគ្នាយើងសម្អាតឲ្យបានស្អាតបាតហើយហ្នឹងយើងក៏ចាប់ដើមយកស្វាយរបស់យើងមកជ្រៀកវាជា4ឬក៏កាត់វាជាកំណាត់អញ្ចេះណាដើម្បីឲ្យស្វាយរបស់យើងត្រាំទៅវាឆាប់ចូលជាតិបានល្អណាបងប្អូនស្វាយដែលយើងពុះហើយហ្នឹងគឺយើងលាងសម្អាតមកទឹកទៀតទៅហើយរើសគ្រាប់រើសអីចេញហើយយើងស្រង់ដាក់នឹងកញ្ច្រែងដើម្បីឲ្យវារៀងស្រស់ទឹកណាហើយម្លងពេលដែលយើងស្រង់ស្វាយដាក់នឹងកញ្ច្រែងឲ្យស្រស់ទឹកហ្នឹងគឺយើងមកដាក់ដាំទឹកដើម្បីស្រស់ស្វាយក្នុងទឹកហ្នឹងគឺយើងបង់អំបិលមួយស្លាបព្រាអីចោលទៅទឹកចាប់ផ្ដើមពុះប្រូចហើយហ្នឹងយើងក៏ចាប់ផ្ដើមយកស្វាយដែលយើងសម្រស់ទឹកហ្នឹងគឺយើងយកមកដាក់ក្នុងទឹកក្តៅដែលកំពុងតែពុះហើយបើសិនយើងដាក់ហ្គាសហ្នឹងគឺខ្ញុំបិទភ្លើងតែម្ដងហើយយើងស្រស់នេះគឺស្រស់មកល្មមឯងមកសពបឯងបងប្អូនអត់មានដាក់ត្រាំយូរទេកាលណាត្រាំយូរពេកវាអាចឆ្អិនអីចឹងណាយើងកូរត្រឡប់ហ្មមថាមករៀងសពបហើយហ្នឹងយើងចាប់ផ្ដើមស្រង់ដាក់ត្រាំជាមួយនឹងទឹកកកហើយទឹកកកនេះគេដាក់ទៅដើម្បីឲ្យស្វាយហ្នឹងវាឡើងស្រួយល្អអីចឹងណាបងប្អូនស្វាយដែលខ្ញុំយកមកធ្វើស្វាយត្រាំនេះគឺចំនួន2គីឡូហើយឆ្នាំងខ្ញុំរៀងតូចចឹងហើយគឺខ្ញុំដាក់ស្រស់ឡើង2ដងមិនអស់ណាហើយឆ្នាំងទី2នេះគឺយើងដាក់ស្រស់ដូចគ្នាទៅគឺដាក់ចូលហើយយើងកូរត្រឡប់មកល្មមថាស្វាយយើងរៀងបដូរពណ៌តិចហើយហ្នឹងក៏យើងចាប់ដើមស្រង់វាដាក់នៅក្នុងទឹកកកដែរដូចគ្នាចឹងបងប្អូនយើងស្រង់ដាក់ត្រាំក្នុងទឹកកកក្នុងរយៈពេលកន្លះម៉ោងទៅ1ម៉ោងទៅដើម្បីឲ្យស្វាយរបស់យើងវាកាន់តែស្រួយឆ្ងាញ់អញ្ចឹងណាបងប្អូនស្រង់ស្វាយរបស់យើងមកត្រាំនៅក្នុងទឹកកកចោលហើយហ្នឹងយើងក៏មកចាប់ដាំទឹកស្ករដើម្បីត្រាំជាមួយស្វាយយើងហើយទឹកហ្នឹងគឺខ្ញុំដាក់ចំនួន1លីត្រកន្លះហើយអំបិលចំនួន2ស្លាបព្រាហើយចំណែកស្ករសហ្នឹងគឺខ្ញុំដាក់ចំនួន8ខាំនិយាយទៅគឺទឹកប៉ុណ្ណឹងវារៀងតិចប៉ុន្តែនៅពេលដែលយើងត្រាំស្វាយយើងបានមួយយប់វាចេញជាតិទឹកពីស្វាយហ្នឹងគឺល្មមណាបងប្អូនដាក់ស្ករសចូលហើយហ្នឹងយើងកូរស្ករសហ្នឹងទៅឲ្យវាឆាប់រលាយហើយយើងដាក់ដាំទឹកហ្នឹងឲ្យពុះទៅបន្ទាប់ពីពុះហើយហ្នឹងយើងចាប់ដើមលើកទឹករបស់យើងទុកឲ្យវាត្រជាក់រៀងអ៊ុនតិចហើយយើងក៏ស្រង់ស្វាយដែលយើងត្រាំជាមួយទឹកកកមិញហ្នឹងគឺស្រង់ដាក់កញ្ច្រែងទៅដើម្បីឲ្យវារៀងស្រស់ទឹកបន្តិចណាបងប្អូនមុននឹងយើងដាក់ចូលក្នុងកន្លត្រាំជាមួយនឹងទឹកស្ករណាមើលទៅស្វាយហ្នឹងល្មមថារៀងស្រស់ទឹកបន្តិចហើយហ្នឹងយើងចាប់ដើមចាក់ចូលនៅក្នុងកន្លហើយចាក់ចូលក្នុងកន្លហើយយើងចាប់ដើមយកអាទឹកស្កររបស់យើងហ្នឹងចាក់ចូលតែម្ដងហើយយើងគ្រាប់វាចិត្តទៅយើងទុកប្រហែលក្នុងក្រៅប្រហែលជា1ម៉ោងទៅ2ម៉ោងទៅបន្ទាប់មកយើងដាក់ក្នុងទូទឹកកកណាបងប្អូនហើយបើសិនអត់មានទូទឹកកកតិចដាក់ក្រៅក៏បានដែរហើយខ្ញុំដាក់ទូទឹកកកហ្នឹងរយៈពេល2ទៅ3យប់ហ្នឹងគឺខ្ញុំយកមកហូបបានហើយនេះស្វាយត្រាំរបស់ខ្ញុំបន្ទាប់ពីដាក់ក្នុងទូទឹកកកបាន3យប់ហើយនិយាយពីថាបើគម្របមកឡើងតំណងមែនទែនហ្មងបងប្អូនទាំងអស់គ្នានិយាយពីថាបុកអំបិលម្ទេសមកជ្រលក់និយាយពីស្រួយខ្ញោកហ្មងណាបងប្អូនសំខាន់ណាគឺរសជាតិគឺឆ្ងាញ់មែនទែនហ្មងណាបើបានធ្វើខ្លួនឯងចេះហ៎បងប្អូនដឹងតែឆ្ងាញ់ហ្មងធ្លាប់តែទិញគេហូបម្ដងនិយាយថាបាន2 3ចំណិតអីបងប្អូនអើយប៉ុន្តែយើងធ្វើខ្លួនឯងចេះនិយាយទៅគឺហូបបានមួយឆ្អែតហ្មងណាបងប្អូនសំខាន់ណាគឺរសជាតិគឺបានឆ្ងាញ់ហ្មងហើយស្រួយខ្ញោកហ្មងណាបងប្អូននៅពេលដែលយើងដកចេញពីទូទឹកកកចេះទៀតរត់ទៅស្រួយហ្មងនិយាយទៅការធ្វើស្វាយត្រាំនេះអត់ពិបាកទេគឺស្រួលធ្វើមែនទែនសំខាន់ណាយើងខ្ជិលធ្វើឬក៏ល្អឯងតែប៉ុណ្្នឹងឯងហើយយើងធ្វើខ្លួនឯងចេះទុកហូបបានឡើង2 3ថ្ងៃនៅពេលយើងធ្វើច្រើនអញ្ចឹងណាបើយើងទិញគេបានតែ2 3ចំណិតនេះអស់ហើយបងប្អូនស្រួយខ្ញោកលែងជួន